មនុស្សយ៉ាងហោច100 នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់កាហ្សាក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនក្នុងតំបន់កាហ្សាបាននិយាយនៅថ្ងៃអង្គារទី18 ខែមីនាថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រីធំរបស់អ៊ីស្រាអែលបានកើនដល់100 នាក់និង150 នាក់ផ្សេងទៀតរងរបួសតាមក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនមនុស្សយ៉ាងហោច100 នាក់ក្នុងនោះរួមមានទាំងកុមារជាច្រើននាក់រួមទាំងមន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់ហាម៉ាស់លោកមេមូដអេប៊ឺវ៉ាត់ហ្វេត្រូវបានសម្លាប់និងជាង150នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសយ៉ាងហោច35លើករបស់អ៊ីស្រាអែលនៅទូទាំងតំបន់កាហ្សាយោធាអ៊ីស្រាអែលនៅថ្ងៃអង្គារនេះដែរបានប្រកាសថាខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រីធំមួយប្រឆាំងនឹងក្រុមហាម៉ាស់នៅទូទាំងតំបន់កាហ្សាបន្ទាប់ពីកិច្ចចរចាស្តីពីបទឈប់បាញ់បានចប់គាំងការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលវិញក៏បានបញ្ជាក់ដែរថាលោកនាយករដ្ឋមន្ត្រីប៊ិនអេមីននីថេនីហ៊ឺបានចេញបញ្ជាឲ្យយោធាអ៊ីស្រាអែលចាត់វិធានការសកម្មភាពដ៏ខ្លាំងក្លាប្រឆាំងក្រុមហាម៉ាស់ជាការឆ្លើយតបទៅនឹងការបដិសេធរបស់ក្រុមមួយនេះចំពោះការដោះលែងចំណាប់ខ្មាំងនិងបានច្រានចោលរាល់សំណាបឈប់បាញ់ទាំងអស់ក្រោយការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលមន្ត្រីហាម៉ាស់លោកបេស៊ឹមនេមបានចោទអ៊ីស្រាអែលថាបានបិទបញ្ចប់បទឈប់បាញ់ដោយឯកតភាគីដែលនេះនឹងធ្វើឲ្យចំណាប់ខ្មាំងក្នុងតំបន់កាហ្សាស្ថិតក្នុងហានិភ័យនៃជោគវាសនាមិនច្បាស់លាស់សូមអរគុណ